ចាជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះជួបខ្ញុំសារជាថ្មីម្ដងទៀតហើយហើយថ្ងៃនេះដែរខ្ញុំក៏នាំមុខម្ហូបមួយមុខផងដែរចែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាទស្សនាគឺថ្ងៃនេះខ្ញុំមករំលឹងសាច់មាន់ជាមួយនឹងគល់លក្រីមុនដំបូងគឺខ្ញុំលាងគល់លក្រីម្ទេសរំដេងនិងលឹកក្រូចសើចឲ្យបានស្អាតជាមុនសិនចាហើយបន្ទាប់មកទៀតគឺខ្ញុំមកធ្វើការលាងលឹកម្រះព្រៅឲ្យស្អាតផងដែរចាបន្ទាប់មកខ្ញុំមកធ្វើការលាងសាច់មាន់ម្ដងចាចំពោះការលាងសាច់មាន់នេះគឺខ្ញុំប្រើអំបិលក្រួសដែរដើម្បីកាត់បន្ថយជាឆ្អាបនៃសាច់មាន់ហើយមួយទៀតគឺលាងឲ្យបានជ្រះល្អផងដែរចាចាឥឡូវខ្ញុំលាងស្អាតអស់ហើយអញ្ចឹងខ្ញុំមកធ្វើការហាន់គល់លក្រីជាមុនសិនចាជាដំបូងគឺខ្ញុំហាន់គល់លក្រីជាចម្រៀកស្ដើងបែបនេះចាបន្ទាប់មកខ្ញុំមកធ្វើការហាន់គល់រំដេងម្ដងចំពោះគល់រំដេងគឺខ្ញុំហាន់វាស្ដើងបែបនេះបន្ទាប់មកគឺខ្ញុំហាន់វាជាចំណិតតូចៗបែបនេះចាបន្ទាប់មកទៀតខ្ញុំមកធ្វើការបេះលឹកក្រូចសើចចាចំពោះលឹកក្រូចសើចគឺខ្ញុំត្រូវបេះជាមុនសិនបងប្អូននៅពេលដែលយើងបេះអញ្ចឹងពេលដែលយើងយកទៅឆាទៅគឺវាជះក្លិនឈ្ងុយបានល្អចាបន្ទាប់ពីខ្ញុំបេះលឹកក្រូចសើចរួចហើយគឺខ្ញុំចាប់ផ្ដើមហាន់វាជាចំណិតទូចៗស្ដើងៗបែបនេះចារួចហើយខ្ញុំមកធ្វើការហាន់ម្ទេសម្ដងចាចំពោះម្ទេសគឺខ្ញុំដាក់តែ5ផ្លែទេបងប្អូនចាបន្ទាប់មកខ្ញុំមកធ្វើការហាន់វាជាកង់តូចៗបែបនេះចាជាចុងក្រោយគឺខ្ញុំមកកាប់សាច់មាន់ម្ដងចាចំពោះសាច់មាន់គឺខ្ញុំកាប់វាដុំរាងធំល្មមប៉ុន្តែបងប្អូនវិញអាចកាប់សាច់មាន់តាមចំណង់ចំណូលចិត្តរបស់បងប្អូនចូលចិត្តហូបតូចធំអីបងប្អូនកាប់តាមហ្នឹងទៅ
ចាអញ្ចឹងសូមពុកម៉ែបងប្អូនទាំងអស់គ្នាតាមដានទស្សនាវីដេអូរបស់ខ្ញុំដល់វគ្គខ្ញុំមកធ្វើការរំលីងសាច់មាន់ជាមួយនឹងគល់ស្លឹកគ្រៃម្ដងជាដំបូងគឺខ្ញុំដាក់ខ្លាញ់ក្នុងខ្ទះឲ្យក្តៅសិនបន្ទាប់មកគឺខ្ញុំដាក់មើមខ្ទឹមសចូលហើយខ្ញុំកូរឲ្យវាឡើងឈ្ងុយបន្តិចបន្ទាប់មកគឺខ្ញុំដាក់គល់ស្លឹកគ្រៃរំដេងហើយនឹងលុបក្រូចសើចចូលហើយបន្ទាប់មកគឺខ្ញុំកូរវាឲ្យឡើងក្លិនឈ្ងុយបន្តិចចាគឺខ្ញុំកូរវាបែបនេះមកដើម្បីឲ្យវាមានក្លិនឈ្ងុយបន្តិចសិនចាបន្ទាប់ពីវាឡើងក្លិនឈ្ងុយហើយអញ្ចឹងខ្ញុំធ្វើការចាក់សាច់មាន់ចូលបន្ទាប់មកគឺខ្ញុំកូរសាច់មាន់ហ្នឹងឲ្យវាយើងឆ្អិនបន្តិចហើយឲ្យវាឡើងក្លិនឈ្ងុយបន្តិចចាបន្ទាប់ពីសាច់មាន់របស់ខ្ញុំវាបានឆ្អិនបន្តិចហើយកម្លាំងឈ្ងុយហើយដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមចាក់ទឹកត្រីចូលបន្ទាប់មកខ្ញុំធ្វើការកូរវាបន្តិចបន្ទាប់មកទៀតគឺខ្ញុំចាប់ផ្ដើមដាក់ម្សៅស៊ុបចូលប៊ីចេងចូលម្ទេសចូលហើយនិងស្ករត្នោតចូលចាបើសិនជាបងប្អូនអត់មានស្ករត្នោតទេបងប្អូនអាចប្រើស្ករសជំនួសបានចាបន្ទាប់មកគឺខ្ញុំដាក់ទឹកប្រេងខ្យងចូលចាហើយជាចុងក្រោយគឺខ្ញុំដាក់ប្រេងម្ទេសចូលចាចំពោះប្រេងម្ទេសបើសិនជាបងប្អូនអត់មានបាច់ដាក់ក៏បានដែរសម្រាប់ខ្ញុំដាក់គ្រាន់ថាឲ្យវាឡើងឈ្ងុយមួយកម្រិតទៀតចឹងណាបងប្អូនចាហើយបន្តមកទៀតគឺខ្ញុំធ្វើការកូរវាឲ្យចូលគ្រឿងគ្នាឲ្យចូលជាតិគ្នាបន្តិចចារួចហើយគឺខ្ញុំដាក់ទឹកចូលបន្តិចដើម្បីរំងាស់សាច់មាន់ឲ្យវាឆ្អិនបានល្អឲ្យវាផុយបានល្អផងដែរដោយសារសាច់មាន់វាអត់ងាយឆ្អិនអត់ងាយផុយចឹងណាបងប្អូនអញ្ចឹងយើងត្រូវប្រើទឹកបន្តិចទៅដើម្បីរំងាស់វាឲ្យឆ្អិនបានល្អហើយនឹងផុយបានល្អចាហើយបន្ទាប់មកគឺខ្ញុំកូរវាបន្តិចសិនបន្ទាប់ពីដាក់ទឹកហើយចារួចហើយគឺខ្ញុំទុកវាមួយសន្ទុះសិនដើម្បីឲ្យសាច់មាន់ហ្នឹងឆ្អិនមកចំហៀងសិនអូយឈ្ងុយម្ល៉េះចាបន្ទាប់ពីខ្ញុំទុកសាច់មាន់ឲ្យឆ្អិនបានមកចំហៀងហើយអញ្ចឹងខ្ញុំធ្វើការកូរវាត្រឡប់ចុះឡើងបន្ទាប់មកគឺខ្ញុំទុកឲ្យវាឆ្អិនមកចំហៀងទៀតដើម្បីឲ្យសាច់មាន់ហ្នឹងវាឆ្អិនសព្វគ្នាបានល្អចាឥឡូវសាច់មាន់របស់ខ្ញុំវាបានឆ្អិនសព្វស្មើគ្នាហើយវាក៏បានក្រៀមល្អផងដែរអញ្ចឹងខ្ញុំក៏ចាប់ផ្ដើមបង់លឹកម្រះទៅចូលគឺរួចជាការស្រេចចាចំពោះមុខម្ហូបមួយមុខនេះដែរបងប្អូនគឺមានក្លិនឈ្ងុយមែនទែនឈ្ងុយដល់ឋានទាំង3តែម្ដងហើយបើសិនជារសជាតិវិញគឺញ៉ាំបាយអស់មួយឆ្នាំងតែម្ដងចាចំពោះរំលេងមាន់គល់ស្លឹកគ្រៃរបស់ខ្ញុំបានឆ្អិនរួចរាល់ហើយអញ្ចឹងខ្ញុំសូមធ្វើការដួសម្ហូបមួយមុខនេះដាក់ចានចាចំពោះមុខម្ហូបមួយមុខនេះដែរអាចនិយាយបានថាចម្អិនរៀងចំណាយពេលយូរតិចបងប្អូនប៉ុន្តែមានរសជាតិឆ្ងាញ់សូមបងប្អូនអាចសាកល្បងធ្វើញ៉ាំនៅផ្ទះបានចាហើយចំពោះវីដេអូរបស់នាងខ្ញុំក៏មានតែប៉ុណ្្នឹងទេជាចុងក្រោយនាងខ្ញុំក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនានៅវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ចាសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយៗទៀតចាបាយបាយ
ឆ្ងាញ់មែនតើឡើងឈ្ងុយឆ្ងាញ់មែនតើ